កាមេរ៉ាក្រោម$200ប៉ុន្តែបើនិយាយពីសមត្ថភាពវិញមិនចាញ់កាមេរ៉ាតម្លៃ$1000ប្រហែលទេយើងមកដឹងពីចំណុចពិសេសជាមួយនឹងអាត្មាភាពទាំងអស់គ្នាថ្ងៃនេះអាត្មាមកនិយាយតាក់ទងជាមួយនឹងកាមេរ៉ាប៉ុន្តែមុននឹងចូលទៅដល់កាមេរ៉ាអាត្មាសូមណែនាំខ្លួនបន្តិចជាដំបូងអាត្មាភាពសូមចម្រើនពរដល់លោកគ្រូនុនចំណានដែលលោកគ្រូជាលោកគ្រូបន្ទប់ថ្នាក់របស់អាត្មាភាព SP2 ហើយអាត្មាមកពីក្រុម SW30 ហើយអាត្មាមានក្រុមចំនួន4អង្គអ្នកមានប្រធានក្រុមរបស់អាត្មាហ្នឹងគឺដេចគុណប៊ុននេងទី2ហ្នឹងគឺបងធៀង Michael អាត្មាភាពទី3ហើយទី4ហ្នឹងគឺតាក់ទងជាមួយនឹងដេចគុណចន្ទថាសម្រាប់ចំណុចដែលអាត្មាត្រូវលើកមកនិយាយហ្នឹងគឺតាក់ទងជាមួយនឹងកាមេរ៉ារបស់យើងដែលយើងស្គាល់ថាប្រភេទ DSLR បើនិយាយទៅកាមេរ៉ាមួយប្រភេទនេះគឺជាកាមេរ៉ាមួយដ៏ពេញនិយមមែនទែនសម្រាប់អ្នកប្រើប្រាស់មិនថា content creator ឬមួយក៏ blogger ទេគឺល្អមែនទែនក្នុងការចាប់កាន់ឬមួយក៏យកទៅប្រើប្រាស់ហើយសម្រាប់កាមេរ៉ាមួយនេះគឺល្អមែនទែនក្នុងការយើងយកដាក់ទៅតាមខ្លួនមិនថាទីចិត្តទីឆ្ងាយទេវាងាយស្រួលហើយកម្រិតនៃការថតវីដេអូរបស់វាគឺ18គឺអាចថាការបង្ហាញហ្នឹងល្អមែនតើសម្រាប់យកទៅធ្វើវីដេអូណាហើយឥឡូវយើងមកដឹងតកតងជាមួយនឹងទម្ងន់របស់វាវិញគឺទម្ងន់របស់វាត្រឹមតែ575ក្រាមតែប៉ុណ្ណោះហើយបើនិយាយទៅកន្លែងចាប់កាន់របស់វាគឺមានសភាពក្រើមយើងអាចយកទៅចាប់កាន់បានយ៉ាងស្រួលមិនថាលក្ខណៈថតវីដេអូមិនថាលក្ខណៈថតវីដេអូឬមួយក៏លក្ខណៈថតរូបភាពផ្ដេកប្រឈរដែលយើងស្គាល់ថា landscape ឬមួយក៏ portrait នោះទេនិយាយទៅគឺវាមានជាមួយនឹងការបត់អេក្រង់ចំនួន3អ៊ីងបើនិយាយទៅប្រភេទ wide angle គឺល្អមែនតើសម្រាប់យើងយកទៅប្រើប្រាស់ក្នុងការកត់វីដេអូអីផ្សេងៗគឺល្អមែនតើហើយជាចុងក្រោយនេះអាត្មាសូមផ្ដល់ភារៈឲ្យដេចគុណចន្ទថាជាអ្នកបន្ត Focus របស់វាប្រើប្រាស់បច្ចេកវិទ្យា9 point or cross type AF ដែលជួយឲ្យការចាប់ចំណុចច្បាស់ឬក៏ Focus ហ្នឹងបានលឿនមិនថាវត្ថុនៅចំកណ្ដាលឬក៏កែមឡើយលើពីនេះទៅទៀតវាក៏មានសមត្ថភាពថតជាប់គ្នាបានរហូតដល់5រូបនៅក្នុង1វិនាទីផងដែរដែលអនុញ្ញាតឲ្យយើងថតរូបដែលមានសកម្មភាពឬក៏ល្បឿនលឿនបានយ៉ាងងាយស្រួល ISO របស់វាវិញគឺយើងអាចកំណត់បានចាប់ពី100ទៅដល់12800ដែលធ្វើឲ្យយើងនឹងងាយស្រួលនៅក្នុងការថតរូបព្រមទាំងការថតវីដេអូនៅក្នុងទីងងឹតបានយ៉ាងងាយស្រួលផងដែរជាទូទៅការថតរូបនិងថតវីដេអូយើងគួរតែប្រើប្រាស់ត្រឹម200ទៅដល់400ហ្នឹងគឺវាសមគួរហើយនៅក្នុងការថតរូបនិងថតវីដេអូហើយចំណុចបន្តមកទៀតសូមប្រគល់ទូនាទីទៅដល់ដេចគុណគង្គាជាអ្នកធ្វើការបកស្រាយបន្ទាប់សម្រាប់ចំណុចបន្ទាប់ដែលអាត្មាត្រូវនិយាយបន្ទាប់ពីដេចគុណចន្ទថាបើនិយាយពីអត្ថប្រយោជន៍នៃកាមេរ៉ាមួយហ្នឹងគឺជាកាមេរ៉ាមួយប្រភេទដំបូងគេដែរតាក់ទងជាមួយនឹងការចាប់ focus បើនិយាយពីកម្រិតវីដេអូគឺវាអាចថតកម្រិត18ដែលយើងស្គាល់ថា Full HDបើនិយាយទៅគុណភាពរបស់វាបានប៉ុណ្ណឹងហើយប្រព័ន្ធវាហ្នឹងគឺភ្ជាប់ជាមួយនឹងប្រព័ន្ធ Hybrid CMOS AF បើនិយាយទៅប្រព័ន្ធចាប់ focus ទៅលើមុខរបស់មនុស្សតាំងពីចាប់ផ្ដើមថតរហូតដល់បិទបញ្ចប់នៃការថតហើយយើងងាកមកមើលជាមួយនឹងប្រព័ន្ធសំឡេងតាក់ទងជាមួយនឹង micro វិញណាគឺជាប្រភេទ stereo ដែលចាប់ស្រូបសំឡេងពីស្ដាំពីឆ្វេងដែលយើងអាចទទួលបានពីកាមេរ៉ាមួយហ្នឹងបើនិយាយទៅអត្ថប្រយោជន៍វាល្អមែនតើសម្រាប់ content creator ឬមួយក៏ blogger ដែលយើងស្គាល់ថាជាអត្ថប្រយោជន៍សំខាន់មែនតើណាបើនិយាយទៅយើងត្រូវដឹងមួយទៀតគឺភ្ជាប់មកជាមួយនឹង port មួយសម្រាប់ដោតជាមួយនឹងរន្ធកាសដែលតាក់ទងជាមួយនឹងការថត record ឬមួយក៏ record វីដេអូហ្នឹងគឺវាមានចំនួន1តាក់ទងជាមួយនឹង microphone 3.5 មីលីម៉ែត្រហើយវាក៏មានជាមួយនឹង mode មួយដែលយើងស្គាល់ថា handheld night scene បើនិយាយទៅជំនួយដល់ការថតវីដេអូនៅពេលយប់គឺវាជំនួយដល់ការឲ្យពន្លឺច្បាស់ល្អនិងស្អាតជាងមុនផងដែរបើនិយាយទៅគឺវាមានមកជាមួយនឹង mode នៅក្នុងនឹងជាក់ស្ដែងគឺវាល្អមែនទែនសម្រាប់ content creator ឬមួយក៏ video blogger ហើយសម្រាប់អ្នកដែលថតជាមួយនឹង podcast ក៏ត្រូវដែរអញ្ចឹងសរុបសេចក្តីមកតាក់ទងជាមួយនឹងកាមេរ៉ា Canon EOS 650D នេះបន្ទាប់ពីបានស្ដាប់ការបកស្រាយក៏ដូចជា detail លម្អិតពីចំណុចសំខាន់របស់វាក៏ដូចជាចំណុចពិសេសរបស់វាមកយើងមកដឹងពីចំណុចអវិជ្ជមានរបស់កាមេរ៉ានេះម្ដងអញ្ចឹងចំណុចអវិជ្ជមានរបស់កាមេរ៉ាហ្នឹងគឺវាមានពីរសំខាន់ទី1គឺតាក់ទងជាមួយនឹងប្រព័ន្ធ focus ដោយសារវាជាកាមេរ៉ាមួយដែលចេញយូរឆ្នាំអញ្ចឹងប្រព័ន្ធ focus របស់វាអាចនឹងមានភាពរអាក់រអួលក៏ដូចជាយឺតជាងបើធៀបជាមួយនឹងកាមេរ៉ាបច្ចុប្បន្នមួយទៀតតាក់ទងជាមួយនឹងការ export រូបចេញក្រៅគឺវាមានភាពលំបាកដោយសារវាអត់មាន Bluetooth ក៏ដូចជា Wi-Fi អញ្ចឹងចំណុចអវិជ្ជមានរបស់វាគឺមានប៉ុណ្ណឹងអញ្ចឹងជាចុងបញ្ចប់សូមអរគុណលោកគ្រូក៏ដូចជាមិត្តរួមទាំងអស់ដែលបានទស្សនាវីដេអូតាំងពីដើមដល់ចប់អញ្ចឹងជាចុងក្រោយសូមជូនពរសំណាងល្អជោគជ័យក្នុងការសិក្សាចម្រើនពរលានិងជំរាបលា